ยูกรีในក្នុងរឿងកាយដើមទៅវាអាចជាមួយនឹង Federin ដែលជាមេធ្មប់ដ៏អស្ចារ្យនៅក្នុងរឿងព្រេងនិទាននរណាគឺជាអ្នកឈ្នះបើសិនជាពួកគេទាំងពីរនាក់ហ្នឹងគឺប៉ះដៃគ្នាមែនឥឡូវខ្ញុំសូមលើកឡើងអំពីយូករីនៅក្នុងរឿងកាយដើមយូករីនៅក្នុងរឿងកាយដើមគឺគាត់ខ្លាំងមែនទែនដែលគាត់មានជាមួយនឹងជីវិតអមតៈចំនួន9ហើយគាត់គឺអាចសម្លាប់អ្វីសពគ្រប់បែបយ៉ាងទាំងអស់ហើយគាត់បានលើកឡើងថាមិនថាជាអមតៈឬក៏ជាការស្លាប់ទៅហើយគាត់នៅតែអាចសម្លាប់វាបានទៀតអញ្ចឹងបានបង្ហាញថាគាត់គឺខ្លាំងមែនទែនហើយការស្លាប់របស់គាត់គឺជាការស្លាប់ភ្លាមៗឬក៏ទីបញ្ចប់ដែលយូការីហ្នឹងគឺអាចសម្លាប់ជាមួយនឹងអតីតកាលសម្លាប់ជាមួយនឹងបច្ចុប្បន្នឬក៏សម្លាប់ជាមួយនឹងអនាគតហើយគាត់គឺអាចចូលទៅក្នុងសុបិនអ្នកដទៃដើម្បីសម្លាប់ពួកគេនៅក្នុងសុបិនរបស់ពួកគេឬក៏គាត់ហ្នឹងគឺជាអ្នកដែលអាចគ្រប់គ្រងជាមួយនឹងពេលវេលារៀបចំជាមួយនឹងលំហបានទៀតហើយគាត់អាចសម្លាប់ជាមួយនឹងការសម្លាប់របស់គាត់ឬក៏ការគិតរបស់គាត់ហ្នឹងអាចថា dimension សម្រាប់របស់គាត់ហ្នឹងវាទូទាំងលំហហើយអញ្ចឹងវាខ្លាំងមែនតើហើយត្រូវដឹងថាយូក្រីមិនខ្លាំងទៅលើការសម្លាប់មួយទេព្រោះអីអាការសម្លាប់ហ្នឹងគឺគ្រាន់តែជារាងកាយអវតាររបស់គាត់ទេដែលរាងកាយអវតារគាត់មែនប៉ុន្តែវាអាចអានជាមួយនឹងចិត្តនិងគំនិតអរតីប៉ុន្តែរាងកាយដើមហ្នឹងគឺហួសពីវាសនាហួសពីព្រំលិខិតហួសផុតពីពេលវេលាឬក៏លំហដែលគាត់ហ្នឹងដើរមុនពេលវេលាទៀតអញ្ចឹងមានន័យថាយូក្រីនៅក្នុងរាងកាយដើមហ្នឹងគឺអាចគ្រប់គ្រងជាមួយនឹងពេលវេលាអ្នកទាំងអស់គ្នាអញ្ចឹងគឺគាត់គឺខ្លាំងមែនតើអានេះគឺជាឥទ្ធិពលនៃយូក្រីរាងកាយដើមដែលសាយគាត់គឺជាមូលដ្ឋានគ្មានព្រំដែនឬក៏មូលដ្ឋាន boundless ដែលគាត់មិនមែនជាតួអង្គ boundless មែនប៉ុន្តែគាត់ជាតួអង្គមួយដែលស្ទើរតែ boundless អញ្ចឹងទៅស្ទើរតែគ្មានព្រំដែនជាមួយនឹងថាមពលរបស់គាត់នឹងវាខ្លាំងមែនតើមានន័យថាគាត់សឹងតែអាចគ្រប់គ្រងជាមួយនឹងអ្វីៗទាំងអស់ហើយប៉ុន្តែសំណួរសួរថាតើយូក្រីគឺអាចយកឈ្នះ Federin បានអត់ចម្លើយខ្ញុំគិតថាវាមិនអាចទៅរួចទេដោយសារតែ Federin ជាតួអង្គដែលស្ថិរភាពគ្មានដែនកំណត់អញ្ចឹងយូក្រីប្រហែលជាអាចយកឈ្នះនាងទេដោយសារតែភាពស្ថិរភាពរបស់នាងវាគ្មានដែនកំណត់ហើយនាងក៏មានជាមួយនឹងជីវិតអមតៈដែលមិនចេះចប់ទៀតសំខាន់នាងនឹងគឺជាតួអង្គដែលមានធម៌ពលគ្មានព្រំដែនឬក៏ជាតួអង្គចូលជា boundless ហើយ Federin ផងដែរគឺជាតួអង្គដែលអាចគ្រប់គ្រងការពិតឬក៏ផ្លាស់ប្ដូរការពិតអាចគ្រប់គ្រងការពិតឬក៏ផ្លាស់ប្ដូរការពិតនាងគឺបានន័យថានាងនឹងគឺ power ជាអ្នកនិពន្ធដែលនាងចង់ឲ្យតួអង្គមួយណាស្លាប់ដោយសារហេតុផលអ្វីដែលគ្រាន់តែការសរសេរឬក៏ការប្រឌិតរបស់នាងទេហើយមួយទៀតបើសិនជានាងចង់ឲ្យពិភពលោកខ្ទេចគ្រាន់តែការប្រឌិតរបស់នាងវានឹងខ្ទេចហើយបើសិនជានាងចង់ឲ្យ multiverse ឬក៏ omniverse ខ្ទេចអាហ្នឹងគ្រាន់តែជាការគិតរបស់នាងនិងការប្រឌិតរបស់នាងវានឹងខ្ទេចតាមហ្នឹងហើយមួយទៀតដោយសារតែ Federin នាងជាតួអង្គដែលគ្មានព្រំដែនដូច្នេះនាងនឹងគឺមានធម៌ពលគ្រប់គ្រាន់ដើម្បីធ្វើឲ្យយូការីឬក៏ធម៌ពលនៃការសម្លាប់យូក្រីហ្នឹងគឺអាចធ្វើឲ្យនាងបានទេមានន័យថានាងគឺនឹងធ្វើឲ្យយូក្រីគឺមិនអាចសម្លាប់នាងបានចឹងហើយយូក្រីនិយាយតងាប់ទៀតក៏ Federin គឺអត់ស្លាប់ទេហើយមួយទៀត Federin នេះផងដែរនិយាយបានថានាងមានធម៌ពលនៃអ្វីទាំងអស់នាងគ្រប់គ្រងអីបានទាំងអស់ហើយចឹងទៅនាងក៏ជាតួអង្គដែលអាចគ្រប់គ្រងពេលវេលាក៏ជាតួអង្គដែលធ្លាប់ហួសពីពេលវេលានិងលំហដូចគ្នាហើយឥឡូវនេះនាងលើសពីអ្វីទាំងអស់ទៀតលបឿននាងធ្វើដំណើរគឺជាលបឿនមួយដែលធ្វើដំណើរលឿនជាងពេលវេលារាប់មិនអស់ទេលឿនជាងពេលវេលាហើយយើងរាប់មិនអស់ថាវាលឿនជាងពេលវេលាប្រហែលដងអញ្ចឹងទៅហើយ Federin អាចនិយាយបានថានាងគឺបើភាពធន់របស់នាងវាតាន់ខ្លាំងមែនតើតាន់ដល់ថ្នាក់គេដាក់លេងថាលេងពាក់ព័ន្ធណាអាចនិយាយថាភាពធន់របស់នាងហ្នឹងគឺលេងមានន័យហើយអញ្ចឹងហើយទោះបីជាយូការីហ្នឹងគឺសម្លាប់នាងក៏សម្លាប់លេងចូលដែរហើយបើយើងនិយាយអំពី dimension ឬក៏ដែនដីរបស់នាងគឺវាថាវាធំជាង multiverse ហើយវាស្មើជាមួយនឹង omniverse ហើយអញ្ចឹងវាធំនៅថ្នាក់យើងគិតមិនដល់ហើយបើសិនជា Yukari ហើយនិង Federin ប៉ះដៃគ្នាមែនខ្ញុំជឿថា Yukari ក៏អាចឈ្នះ Federin ទេអញ្ចឹងខ្ញុំសូមឲ្យ Federin ជាអ្នកឈ្នះខ្ញុំគឺមិនបង្ខំឲ្យនរណាម្នាក់ជឿខ្ញុំទេបើសិនជាអ្នកទាំងអស់គ្នាមានគំនិតអ្វីផ្សេងឬក៏មានហេតុផលអ្វីផ្សេងអាចបញ្ចេញមតិនៅក្នុង comment បាន